Happy birthday to you. Happy birthday to you. Happy birthday, happy birthday, happy birthday to you. Sam, đưa đi thanh cầm lại bà bon nè. Happy birthday Sam, vậy cái đấy. Bon sọcដូចជាក្បាត់ខុសធម្មតា Chẳng vậy cho bạn nó chẳng. អើ Sam នេះបាយដឹងខ្លួនវិញហ៎ អាសែមដឹងខ្លួនវិញហើយយើងស្មានលេងបានឃើញមុខឯងហើយតាដូចពាក្យចាស់ពោតខុសមែនអាមនុស្សខូចខលបែបនេះអត់ងាយស្លាប់តាណាសោះអ្នកទាំងអស់គ្នាគឺជាអ្នកណាទេ Sam នេះអូនលាក់ជាសងសាបាយណាជំងឺបេះដូងម៉ែញ៉ាបានធ្វើຕົកហើយអត់ដឹងខ្លួនច្រើនម៉ោងហើយលោកគ្រូពេទ្យប្រចាំខ្លួនរបស់ម៉ែញ៉ាក៏ទៅបញ្ចេញតាមមុននេះឯង នេះសំណាងហើយដែលជំងឺបេះដូងរបស់ឯងធ្វើទុកចំពេលយើងមកលេងកុំអីមិនដឹងជាយ៉ាងណាយ៉ាងណីទេនេះខ្ញុំមិនយល់ពីអ្នកទាំងអស់គ្នានិយាយពីអីណា នេះឯងរមើលណាគេរមើលអ្នកនាងនុតគូដឹងរបស់ឯងហ្នឹងមែននាងទៅតែចេញទៅមិញនេះឯងដោយសារតែអ្នកផ្ទះមានការប្រព័ន្ធដូចគ្នា មិនដឹងជាគូទៅដឹងម៉ាក់ស្អីទេមិននៅជួយមើលថែគ្នាបាត់នេះ ប្រាំរត់ណាទៅ មកធ្វើត្រាម៉ាបាត់ការចងចាំអីណាទុកឲ្យច្រឹកពីនារីរបស់ឯងនេះទៅបោកអូននៅក្នុងក្លឹបវិញទៅល្អជាង ចំណាយយកអូនវិញណា Sam នៅមើលបាយច្រើនម៉ោងហើយអត់ហ៊ានទៅណាចោលម៉ែទេ Sam នៅពេលបាយខ្ញុំខ្លួនភ្លាមណាបងអ្នកបានខលប្រាប់អូនទេតាប៉ុន្តែពេលក្នុងអ្នកតែអូនកំពុងមានបញ្ហាចឹងហើយអូនអត់អាចមកហៅបងបានភ្លាមទេតែអូនសប្បាយចិត្តណានៅពេលដែលអាការរបស់បងបានសរសើរឡើងវិញបែបនេះ សំតូនអ្នកនាងជារនុតគូតដឹងរបស់ខ្ញុំមែនទេ តែនេះបែរជប់លេងសើចជាមួយអូនមើលហើយបែរបានញ៉ាំអាហារញ៉ាំឆ្នាំហើយនៅណាបងត្រូវញ៉ាំឆ្នាំឲ្យទៀងពេលណាកុំឲ្យជំងឺបបងលើឡើងដូចលើកនឹងទៀត បាទ ចឹងចាំអូនធ្វើអាហារដែលបងជិះឲ្យញ៉ាំណា Sam នេះម៉េចក្តៅក៏ក្តៅហើយឆ្ងាយទៀតមិនក៏បងខ្ញុំទៅឡើងបញ្ជូនអូនកាលពីមុនទៅ ខ្ញុំអត់ចេះបើកឡានផងអូ នេះម៉ែនិយាយអីហ្នឹង គិតថាជិះម៉ូតូវិញទៅវាមិនទៅចំណាយថ្លៃសាំងណាមួយម្យ៉ាងវានៅចិត្តនឹងដែរហ្នឹង Sam តើនេះអូនក្តៅណាខ្លោចស្បែកអូនហ្នឹង Sam នេះម៉ែជួយធ្វើអីហ្នឹងនេះកុំប្រាប់ថាម៉ូតូខូចហ៎ ប្រាប់មិនប្រាប់ដូចតែគ្នាហ្នឹងមានតែបដាម៉ូតូ Sam
មានសួរបង បានស្ដីអូន សុខសប្បាយអត់បង សុខទុក្ខធម្មតាអូន តែពេលណាទេអត់បង គាត់នៅខាងលើអញ្ចឹងអូនចូលខាងក្នុងអង្គុយលេងសិនមកណាមកអូនអង្គុយ ចាបងតែពេលយ៉ាងម៉េចហើយបងខ្ញុំព្យាយាមតាក់ទងទៅគេតែតាក់ទងអត់បានសោះ Facebook ក៏មិនឃើញបាក់លេខខ្ញុំបារម្ភពីគេណាបង តាំងពីនេះសាំងសង្សាររបស់ខ្ញុំសពទៅពេលពីរប្រែប្រួលច្រើនណាស់នាងមិនចេញពីបន្ទប់ហើយលែងធ្វើអ្វីទាំងអស់ថ្ងៃខ្លះក៏បីតែបាយក៏នាងមិនចោះមកញ៉ាំដែរបងក៏បារម្ភពីនាងណាស់ដែរ អញ្ចឹងខ្ញុំសាក់ទៅនិយាយជាមួយគេក្រែងលោអាចបានជួយអ្វីបានខ្លះ មានប្រយោជន៍ទេអូនទៅបីតែបងជាបងប្រុសបង្កើតរបស់នាងនៅផ្ទះជាមួយនាងរាល់ថ្ងៃគាត់នាងមិននិយាយជាមួយផង ខ្ញុំអាណិតតែពេលណាបងសុកមកប្រាប់មនុស្សដែលខ្លួនឯងស្រឡាញ់បើជាខ្ញុំក៏ខ្ញុំទទួលយកមិនបានដូចគ្នា Sam យកមិនទៅក្លប់អត់ណាសៅអាទិត្យចឹងស្បោស្អីស្អាតណា ទៅទៅខ្ញុំយើងមិនចេះដើរលេងយប់ហើយក៏មិនចង់ផឹកស្រាដែរ ស្អីវាអញ្ចឹងនេះនៅសុកមកធ្វើកាយខ្លួនធ្វើសភាពបរោះអីណាកាលពីមុនណាយើងផាត់ដៃឆ្នាក់អីណាអញអត់ចង់ទៅក្លឹបទៅមើលអូនដើមទ្រុងធំរំកលែងដូចពីមុនទៀតទេ មិនទៅទេមិនចូលចិត្តម្យ៉ាងយើងមានអ្នកនាងអូននុតជាគូដណ្ដឹងយើងហើយនឹង អាសភាពបរោះឯងមិនមែនមានតែរ៉ានុតម្នាក់ឯណាឯងនៅមានអូនលាក់សង្សារទី2របស់ឯងទៀតយើងសួរឯងមែនតើជំនួយឯងទៅអត់ អត់ទៅទេចង់ទៅកន្លែងលក់ផ្លែឈើវិញ ណាអីឯងទៅកន្លែងលក់ផ្លែឈើទៅឯងទៅទិញផ្លែឈើដាក់សានថ្ងៃសិលមែនហើយទៅទិញនៅកន្លែងណា មិនដឹងមិនស្គាល់តែមានអារម្មណ៍ថាចង់ទៅហើយធ្លាប់ទៅពីមុនមក អានេះស្អីវាអញ្ចឹង បងនេះអើយចូលហ្មងទៅយើងទៅញ៉ាំអី ហ៎អាលំដាប់ស្ថាននេះហ៎វាថ្លៃខ្លាំងណាស់បងគិតថាយើងគួរតែរកញ៉ាំអីនៅតាមចិញ្ចើមផ្លូវវិញទៅអីព្រោះអីវាមានតម្លៃថោកអីឆ្ងាញ់ទៀតផង តែបងខត់ជាមនុស្សគេខំចេញទាំងកាលណាបើបងខេអស់លុយមកពេលហ្នឹងចាំឲ្យជាអាចទិញក៏បានដែរ អីទេតោះយើងទៅញ៉ាំតាមផ្លូវវិញតោះ ជប់នឹងឧបសង្ឃអ្វីក៏ដោយមិនខ្លាចនោះឡើយទៅជួបត្រត្រយឲ្យបានស្នេហ៍យើងជាស្នេហ៍ពិតមេដីបំបែកមិនបានព្រោះយើងទាំងពីរប្រានជាគូព្រេងពីបុព្វេធ្លាប់ជាប្តីប្រពន្ធមិនអាចបែកគ្នាទេយើងជួបគ្នាតទៅមុខគ្រប់ជាតិរាល់ពេលនឹកដល់នាងខ្ញុំតែសុំលឹងមើលព្រះច័ន្ទ មិនណាយើងតាំងពីមុនគឺជាមនុស្សអាក្រក់ខ្លាំងណាស់មែនទេ ព្រានសុត ហេតុអីយើងមានរនុតជាគូតម្លឹងរបស់យើងហើយយើងនៅតាក់តងលាក់ថែមម្នាក់ទៀតអញ្ចឹង ឯងសួរដូចមនុស្សបាត់ការចងចាំអញ្ចឹងលើអីបើសិនជាឯងភ្លេចឬមើលឯងចង់ដឹងជំយើងប្រាប់ក៏បានដែររ៉ានុតគឺជាគូដណ្ដឹងដែលម៉ាក់របស់ឯងរើសឲ្យពីព្រោះម៉ាក់របស់រ៉ានុតហើយនិងម៉ាក់របស់ឯងគឺជាមិត្តភក្តិស្និទ្ធស្នាលនឹងគ្នា
ចំណែកឯលក្ខគឺជាសង្សារសំណល់របស់ឯងចឹងហើយទៅធ្វើឲ្យឯងពិបាកសម្រេចចិត្តថារើសម្នាក់ណាចោលម្នាក់ណាចំណែកឯលក្ខគឺជាសង្សារសំណប់ចិត្តរបស់ឯងតាំងពីឯងតន់ជប់ពាក្យមកម្លេះចឹងហើយទៅធ្វើឲ្យពិបាកសម្រេចចិត្តថាចោលម្នាក់ណាយកម្នាក់ណាដល់សប្តាហ៍ថ្ងៃនេះ ចុះហេតុអីក៏តាណុតទទួលយករឿងនេះបាន ដំបូងនាងគិតថានៅពេលដែលឯងភ្ជាប់ពាក្យជាមួយនឹងនាងហើយប្រហែលជាឯងជប់តាក់ទងនឹងមួយលក្ខប៉ុន្តែឯងក៏នៅតែមិនចង់អាចរកជិះទុកពី3ក្នុងពេលតែមួយនេះបានដែរអ្នកនាងមុតគាត់ក៏គ្មានជំរឿព្រោះមិនចង់ឲ្យចាស់ទុំទាំងសងខាងមើលមុខគ្នាមិនចំយូរទៅក៏បាក់ចិត្តស្រឡាញ់ឯងដល់សប្តាហ៍ថ្ងៃនេះ អញ្ចឹងយើងខុសធន់ណាស់ក្នុងរឿងនេះ ឯងមិនមែនខុសតែលើអ្នកនាងនុតហើយនឹងលក្ខតែប៉ុណ្្នឹងទេនៅមានមនុស្សស្រីជាច្រើនអ្នកទៀតដែលធ្លាប់ខូចចិត្តដោយសារឯងហើយក៏មានមនុស្សស្រីធ្លាប់ធ្វើអត្តឃាតដោយសារឯងទៀតផង យើងសាងបាបដល់ថ្នាក់នេះផងហ៎ ឯងចម្លែកចិត្តហ៎ អូនបានប្រសាជាមួយគ្រូពេទ្យអំពីអាការៈរបស់បងគាត់បានប្រាប់ថាជំងឺរបស់បងអត់ពាក់ព័ន្ធទៅនឹងការបាត់ការចងចាំឬមួយក៏តែតង់ទៅនឹងខួរក្បាលទេគ្រូពេទ្យក៏គាត់ពិបាកនឹងសន្និដ្ឋានដែរដោយសារតែគាត់អាចជួបអ្នកជំងឺដែលមានអាការៈដូចជាបងពីមុនមកទេតែមិនអីទេអូននឹងមើលថែបងរហូតដល់ស្ថានភាពរបស់បងត្រឡប់មកដូចដើមវិញ ចុះបើអាការៈខ្ញុំមិនអាចវិលត្រឡប់មកដូចដើមទេតើអ្នកនាងគិតយ៉ាងម៉េច អូនជឿលើអភិញ្ញាហាណាសែមថាថ្ងៃណាមួយបងនឹងអាចត្រឡប់មកដូចដើមវិញ សែមនេះបាញ់ណាត់អូនមកព្រាមអញ្ចឹងមានអីសប្បាយអូនទៀតទេមានអត់ គ្មានទេលក្ខហេតុអីក៏លក្ខជ្រើសរើសយកខ្ញុំទាំងដែលដឹងថាខ្ញុំមានរនុតជាគូដណ្ដឹងហើយនោះ សែមនេះមិនសុខសុខក៏ម៉ែមកសួរអញ្ចឹងតែយើងតែតគ្នាមកបែបនេះ2ឆ្នាំជាងឯណាហើយពេលនេះម៉ែចាប់តែមកសួររកឲ្យផុសអីគេតែខ្ញុំវាជាមិនយកពីម៉ែសោះ ខ្ញុំគិតថាកន្លងមកខ្ញុំមានអារម្មណ៍ថាខុសខ្លាំងណាស់ចំពោះអ្នករាល់គ្នាជាពិសេសគឺលក្ខនឹងរនុត ខុសរឿងអីសែមនឹងនោះគាត់តែជាគូតដឹងមកបងមិនមែនជាប្រពន្ធរបស់បងឯណាបងក៏ច្រើនម៉េចអូឬមួយក៏នឹងនោះស្អីនោះវាមិនចាក់របស់ស្អីទៀតហើយ រនុតមិនបាននិយាយអីពីអូនទេគ្រាន់តែខ្ញុំចង់កែប្រែរឿងគ្រប់យ៉ាងឲ្យល្អជាងមុនតែប៉ុណ្ណោះលក្ខមានចំណុចល្អច្រើនហើយលក្ខក៏មានឱកាសជួបបរិសុទ្ធដែលល្អជាងខ្ញុំច្រើនដែរខ្ញុំចង់ឲ្យលក្ខត្រឡប់ទៅគិតសារឡើងវិញជួនកាលខ្ញុំមិនមែនជាមនុស្សដែលលក្ខធ្លាប់ស្គាល់ពីមុនមកក៏ថាបាន សែមនេះហ่ะក៏មកពីនឹងនោះស្អីនោះទៀតហើយ បងសាន់តាំងពីថ្ងៃដែលបងចាក់ចេញពីខ្ញុំទៅខ្ញុំមានអារម្មណ៍ថាជីវិតរបស់ខ្ញុំកាន់តែតែតោនិងឯកាខ្លាំងណាស់ពេលមានរឿងពិបាកចិត្តម្ដងខ្ញុំដឹងថាខ្ញុំត្រូវនិយាយប្រាប់អ្នកណាទេយើងមានតែពីរនាក់បងប្អូនទោះបីជាបងមិនមែនជាបងប្រុសបង្កើតរបស់ខ្ញុំក៏ដោយប៉ុន្តែពួកយើងធំឡើងមកជាមួយគ្នាពិបាកជាមួយគ្នារាប់មិនអស់និងកព្រាឪពុកម្ដាយតាំងពីតូចដូចគ្នាតែចុងក្រោយ បងក៏ចាក់ចេញពីខ្ញុំទៅម្នាក់ទៀតបើសិនជាមានជាតិក្រោយពិតសូមឲ្យយើងទាំងពីរនាក់កើតមកជាបងប្អូនល្អនឹងគ្នាទៀតណាបងហើយសូមឲ្យជាតិក្រោយបងកុំអភ័ព្វដូចជានេះទៀតអី Happy birthday to you Happy birthday to you Happy birthday Happy birthday Happy birthday to you แซมดีๆท่านกำลังบ้องนะ Happy birthday แซมไหวกันดิ បងសុកដូចជាក្បាច់ខុសធម្មតា ចាំไหวจะแบบนั้นจัง
Happy birthday to you Happy birthday to you បងសាន់ខ្ញុំគឺជាសែមប្អូនប្រុសទូរបស់បងពួកយើងមាននិស្ស័យបានកើតមកក្នុងថ្ងៃខែឆ្នាំជាមួយគ្នាតែពួកយើងមានវាសនាបានរស់នៅជាមួយគ្នាក៏ប៉ុន្តែពួកយើងបានកើតមកជាបងប្អូនផ្លោះគ្នាមែនតែវាសនាខុសគ្នាដូចមេឃនិងដីខ្ញុំធំឡើងជាមួយនឹងភាពគឺហាជាសប្បាយសប្បាយនិងទទួលបានភាពកក់ក្ដៅពីមាត់ចំណែកឯបងវិញត្រូវរស់នៅយ៉ាងលំបាកវេទនាហើយត្រូវលោកតាស្លាប់ចោលតាំងពីនៅតូចទៀតពេលនេះពេលវេលារបស់ខ្ញុំក៏លែងមានទៀតដែរខ្ញុំផ្ញើរាងកាយរបស់ខ្ញុំនៅនឹងបងផងបងជួយមើលថែរនុតជំនួសខ្ញុំផងរនុតនាងគឺជាមនុស្សល្អជាមនុស្សស្រីដែលមានតម្លៃនិងស័ក្តិសមបំផុតសម្រាប់បងជួបទេពីមិនមែនជាគូគាត់តែរនុតគឺជាគូពីអតីតជាតិរបស់បងលាហើយបងប្រុសសែមឯងត្រឡប់មកយករកតែឯងទៅសែមទុកឲ្យបងជាអ្នកចាក់ចេញបងបើសិនជាបានតែពីមកជាមួយមិនដឹងជាល្អយ៉ាងណាទេ បងគិតថាបណ្ដោយឲ្យនាងនៅបែបនេះមួយរយៈទៅក៏ល្អដែរបងគិតថាបន្តិចទៀតអ្វីៗវានឹងល្អផ្សារឈ្មោះ អរគុណ នេះសាន់ បងសែមមកតែបងមែនចង់ខ្ញុំយកទៅ នៅលើលោកនេះមានមនុស្សមុខដូចគ្នាចឹងដែរណាតោះ ពេលដែលបានជួបស្រីបេះដូងលោតខំធម្មតាពេលប្រសពនេត្រាមានអារម្មណ៍ថាអភ័យពេលដែលបាននៅក្បែរ បន្ទោ ខ្ញុំរំភើបចិត្តពេកក្រៃនាងគឺជាអ្វីៗដែលខ្ញុំប្រាថ្នារាល់ពេល រនុតបងមានរឿងចង់ប្រាប់អូនណា បងមានរឿងអីមែន គឺបងមិនមែនជាសែមទេ គឺអូនដឹងរឿងហ្នឹងយូរហើយ អូនដឹងហ៎ សែមនៅពេលដែលកូនបានឃើញសមុទ្រនេះហើយម៉ាក់ក៏ប្រហែលជាលែងបាននៅក្បែរនឹងមើលថែកូនដូចមុនទៀតហើយសែមរឿងមួយដែលម៉ាក់តែងតែលាក់បាំងនិងមិនហ៊ានប្រាប់កូននោះគឺកូនកើតមកមិនមែនឯកានោះទេគឺកូនកើតមកជាមួយនឹងបងប្រុសភ្លោះរបស់កូនដែលគេមានឈ្មោះថាសាន់តែនៅពេលដែលកូនទាំងពីរមានអាយុ1ខួបម៉ាក់និងប៉ារបស់កូនក៏បានចែកផ្លូវគ្នាហើយក៏ធ្វើឲ្យកូនទាំងពីរ
បែរជាដល់ពេលមកមើលឲ្យម៉ាក់សុំទៅផងណាកូនដែលម៉ាក់មិនដែរហ៊ាននិយាយរឿងនេះប្រាប់ដល់កូនព្រោះម៉ាក់មិនចង់ឲ្យប៉ះពាល់ដល់របស់កូនម៉ាក់ជឿថានិស្ស័យរបស់កូនទាំងពីរនឹងជួបគ្នានៅថ្ងៃណាមួយជាក់ជាមិនខានសែមមើលថែខ្លួនផងណាកូន មិនថាបងជាសែមឬជាតាមទេគឺអូនខ្លាចបងគឺជាបងព្រោះតែនិស្ស័យធ្វើឲ្យជាយើងមកជួបគ្នា ជាគូព្រេងពីបបពេ ពួកយើងប្រហែលជាពួនទៅទៀតដូចគេថាមែន